Hello Hello សួស្តីអ្នកនរគ្នាមុននឹងចូលទៅកាន់វីដេអូរបស់យើងនឹងកុំភ្លេចជួយ Sub ក៏ដូចជា Join Telegram ដែលខ្ញុំបានដាក់ឲ្យអ្នកនរគ្នា scan នៅលើហ្នឹងដើម្បីទទួលបាននូវការ share link ដែលខ្ញុំបាន share ចូលទៅកាន់ Telegram របស់គ្នាយើងតាមដានគ្រប់រឿងដែលខ្ញុំបានផុសហ្នឹងឯងសេរីរបស់យើងក៏បានចាប់ផ្ដើមនៅពេលដែលម្ដាយរបស់ Lily បានសួរទៅកាន់ Lily តើគាត់យ៉ាងម៉េចLily អត់និយាយច្រើននោះទេគេស្នាក់នៅទីកន្លែងនេះធ្វើឲ្យម្ដាយរបស់គេខឹងខ្លាំងមែនទែនហើយដោយបានជាត្រូវស្នាក់នៅទីកន្លែងនេះដោយសារតែទីកន្លែងនេះវាគឺជាផ្ទះរបស់គេនឹងឯងប៉ុន្តែនៅទីកន្លែងនេះវាគ្រោះថ្នាក់ខ្លាំងមែនទែនហើយណាមួយទៀតពិភពអមតៈក៏ជាផ្ទះរបស់ឯងដូចគ្នាផងដែរហើយនៅទីនោះលោកតារបស់ឯងគឺជាមេបករបស់បកធានយូដែលជាបកធំជាងគេលេខ1នៅក្នុងពិភពអមតៈនៅទីនោះហើយនឹងខ្លាចទៅជាបុត្រាបរិសុទ្ធរស់នៅយ៉ាងមានសេចក្តីសុខប៉ុន្តែលីយីនៅតែអត់ព្រមធ្វើអំណាចរបស់គេខឹងខ្លាំងមែនទែនដោយស្ថិតនៅក្រោមការបង្ខំរបស់អំណាចរបស់គេលីយីក៏ត្រូវបានប្រព័ន្ធផ្ដល់ជម្រើស2ឲ្យទៅកាន់គេជម្រើស A គេនឹងទទួលបាននៅសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ពីអំណាចរបស់គេប្រសិនបើគេទៅកាន់ពិភពអមតៈជម្រើស B ទួយរបស់យើងនឹងទទួលបានតម្រូវតាក់ទងជាមួយនឹងការក្លាយទៅជាអតិថិជនហ្វឹងទូប្រសិនបើគេស្នាក់នៅទីក្រុងហ្វឹងទូលីយីមិនគិតច្រើនជ្រើសរើសយកជម្រើស B យកតែម្ដងហើយចម្លើយនោះគឺប្រមូលនៅទ្រព្យសម្បត្តិរបស់អំបូរមនុស្សធ្វើគេឆ្ងល់ខ្លាំងមែនទែនតើវាគឺជាអ្វីគណៈពេលដែលទួយរបស់យើងមើលទៅកាន់ប្រព័ន្ធម្ដាយរបស់គេសួរនៅពេលដែលនិយាយហ្នឹងគួរតែ focus មកកាន់ការនិយាយរបស់ម្ដាយផងកូនចំណែកទួយរបស់យើងក៏បានសួរទៅកាន់ម្ដាយរបស់គេហើយអ្វីបានជាគ្រប់គ្នាខ្លាចទៅកាន់អ្នកមួយនោះមកម៉ែម្ដាយរបស់គេបានប្រាប់ថាដោយសារតែអ្នកហ្នឹងគឺជាអ្នកបារាណដែលបានបំផ្លាញទៅកាន់ទីក្រុងសៀងហៃកាលពី20ឆ្នាំមុនជាធ្វើអ្នកគ្រប់គ្នាមានការព្យាបាលខ្លាំងមែនទែនដោយសារតែអ្នកក្រែកមួយហ្នឹងវាពិតជាមានអំណាចធម៌ពលយ៉ាងខ្លាំងដូច្នេះហើយទួយរបស់យើងនៅទីនេះមានតែគ្រោះថ្នាក់តែប៉ុណ្ណោះសួរចង់ក្រោយទៅឬក៏អត់លីយីនៅតែអត់ដដែលនោះទេធ្វើម្ដាយរបស់គេអស់ពាក្យនិយាយតែម្ដងដោយសារលីយីសម្រាប់ចាត់នៅទីកន្លែងនេះហើយអញ្ចឹងមានតែម្ដាយរបស់គេជួយចាត់ការដោះស្រាយនឹងការពារទៅកាន់កូនតែប៉ុណ្ណោះហើយក៏សួរទៅកាន់សម្ព័ន្ធអ្នកប្រយុទ្ធផងដែរហើយបានជាមិនចូលចាត់ការទៅកាន់អ្នកក្រែកមួយហ្នឹងទៅដោយសារតែពួកគេវល់លៀងខ្លួនណាមួយពួកគេកំពុងតែមានចំនួនហងដូច្នេះហើយពួកគេមិនខ្វល់អំពីទីក្រុងហ្វឹងទូនោះទេចំណែកទួយផលរបស់យើងជាមួយនឹងនាងយានវិញនាងយានត្រូវបានម្ដាយរបស់ទួយរបស់យើងទុកនៅទីកន្លែងហ្នឹងដោយសារតែគាត់គឺកំពុងតែរវល់ហើយទួយរបស់យើងដោយសារតែមិនចង់ស្នេហ៍ដូច្នេះហើយគេក៏រៀបចំផែនការដើម្បីចាត់ការជាមួយនឹងអ្នកក្រែកមួយនឹងផងដែរស្អីយើងក៏បានបកឲ្យយើងដឹងថាកាលពី20ឆ្នាំមុនអ្នកក្រែកបុរាណមួយនឹងបានចាត់ការទៅកាន់ទីក្រុងសៀងហៃចាត់ការឡើងខ្ទេចយកតែម្ដងហើយគ្មានណាម្នាក់អាចទប់ទល់ជាមួយនឹងអ្នកក្រែកនឹងបាននោះទេវាពិតជាលំបាកខ្លាំងមែនទែនហើយមានមនុស្សដែលឈានទៅដល់កម្រិត100ជាច្រើនណាស់ដែលបានបង្កើនសម្ព័ន្ធនិងរួបរวมគ្នាដើម្បីទប់ទល់ជាមួយនឹងអ្នកក្រែកបុរាណទាំងអស់នោះបបយុទ្ធមួយស្មើពួកគេច្បាស់ជាមិនអាចចាត់ការបានប៉ុន្តែដោយសារតែពួកគេរួមគ្នាទើបអាចបន្ថែមទៅកាន់អ្នកក្រែកទាំងអស់នោះបានហើយឥឡូវនេះម្ចាស់នៃទីក្រុងហ្វឹងទូជាមួយនឹងលោកម្ចាស់ថៃប៉ៃគឺបាក់ក្នុងការទប់ទល់ជាមួយនឹងអ្នកក្រែកនោះយ៉ាងខ្លាំងហើយណាមួយទៀតឥឡូវនេះពួកគេកំពុងតែស្វែងរកស្បៀងក៏ដូចជាសម្ភារៈដើម្បីត្រៀមទប់ទល់ជាមួយនឹងអ្នកក្រែកបុរាណមួយហ្នឹងធ្វើឲ្យម្ចាស់នៃទីក្រុងហ្វឹងទូអញញ៉ៃហត់ចិត្តខ្លាំងមែនទែនគណៈពេលនឹងផងដែរមេតបធ្វើប៉ាក៏បានរាយការណ៍ទៅកាន់អ្នកទាំងពីរថាមានអាអមតាម្នាក់បានចាត់ការជាមួយនឹងអ្នកក្រែកបុរាណមួយនោះជាហេតុដែលធ្វើឲ្យអ្នកទាំងពីរមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែដាវអមតាគឺដូចជាមនុស្សដែលមានអធិពលនិងអំណាចខ្លាំងពួកគេគិតតែពីការគេខ្លួនរបស់ពួកគេតែប៉ុណ្ណោះនិងមិនខ្វល់អំពីមនុស្សធម្មតានោះទេហើយដោយបានជាពួកគេได้ចាត់ការជាមួយនឹងអ្នកបុរាណទៅវិញគាត់បានប្រាប់ថាក៏ដោយសារតែលីយីនោះគឺជាម្ដាយរបស់លីយីដែលជាដាវអមតៈនោះជាដែលធ្វើឲ្យអ្នកទាំងពីរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ដោយសារដឹងថានៅទីក្រុងហ្វឹងទូគ្រួសារលីពិតជាមានអំណាចខ្លាំងមែនទែនមេតបទូប៉ាគាត់បានសួរទៅកាន់អ្នកទាំងពីរតើគួរចាត់ការនឹងដោះស្រាយយ៉ាងម៉េចអ្នកទាំងពីរបានប្រាប់ថាវាមិននោះទេចាត់ការតាមនឹងទៅប្រហែលជាគាត់ត្រូវតែអរគុណទៅកាន់លីយីហើយប៉ុន្តែសារពីលីយីរបស់យើងក៏បានប្រាប់ថាលីយីនឹងចាកចេញពីទីក្រុងហ្វឹងទូជាដែលធ្វើឲ្យអ្នកពីរមានការកាំងយ៉ាងខ្លាំងការចាកចេញពីទីក្រុងហ្វឹងទូឥឡូវនេះវាពិតជាគ្រោះថ្នាក់យ៉ាងខ្លាំងម្ចាស់ក្រុងក៏បានបញ្ជាឲ្យមេតបទូប៉ាបញ្ជូនមនុស្សដើម្បីការពារទៅកាន់លីយីរបស់យើងសង្ឃឹមថាលីយីនឹងមិនជួបទៅកាន់អ្នកក្រែកបុរាណទេចុះប៉ុន្តែបើថាកែរបស់ខ្លួនហ្នឹងគឺទៅក្រៅដើម្បីជួបទៅកាន់អ្នកក្រែកហ្នឹងបើមិនជួបទៅចម្លាយនៅក្នុងការធ្វើដំណើរចេញមកក្រៅទីក្រុងទួយរបស់យើងក៏បានចាត់ការទៅកាន់កងទ័ពនេះផងដែរជាមួយនឹងការសន្ទនាជាមួយនឹងចេញមកនឹងឆ្លងថាទួយរបស់យើងចេញមកក្រៅទៅអីគឺមកដើម្បីធ្វើអង្កេតដូចជាសង្កេតមើលនៅស្ថានភាព
របស់ទីក្រុងនឹងឯងគណៈភេទសន្តានីក៏មានកងទ័ពនេះចាត់ការទៅកាន់ដូចពួកយើងបណ្ដឹងរោបានមេតបថ្មីរបស់គេចាត់កែចង់និយាយអីទៀតក៏ថោបានកាំងរបស់ទួយផលរបស់យើងបាត់ហើយបន្តមកក៏បានទៅឆាយបន្តទៀតកងទ័ពនេះជាច្រើនគឺថោបានសម្លាប់ដោយមេតបរបស់ទួយផលរបស់យើងស៊ីម៉ងនៅមានអារម្មណ៍ថានៅពេលដែលពួកគេកាន់តែដើរទៅមានកងទ័ពនេះកាន់តែច្រើននៅតែសម្រុកចូលមកមិនដឹងថាវាមានរឿងអីកើតឡើងនោះទេទួយផលរបស់យើងនិយាយមកម៉ាត់វិញថាមានន័យថាពួកគេបានទៅក្បែរអ្នកក្រេកបុរាណហើយនៅពេលដែលនិយាយអត់តន់ចាំនោះទេសំឡេងក៏ហឹមរបស់អ្នកក្រេកក៏បានសាយភេរមករកទួយផលរបស់យើងជាប៉ាឈីម៉ងភ័យខ្លាំងមែនទែនទួយផលរបស់យើងបាននិយាយថាកុំគិតថាគេមកទីកន្លែងនេះគ្រាន់តែសង្កេតមើលសោះគេមកទីកន្លែងនេះដើម្បីបំមាញ់អ្នកក្រេកបុរាណនឹងតែម្ដងចំណែកឯកងទ័ពរបស់ទួយផលរបស់យើងក៏ត្រូវបានចាត់ការដោយអ្នកក្រេកបុរាណក៏ហមមួយផងដែរវាបានដើរចេញមកយ៉ាងអំណាចបានសួរទៅកាន់ទួយផលរបស់យើងថយនឹងជីវិតហើយមែនដែរទេបានជាមករកគេលីយីគ្រាន់តែមានការភ្ញាក់ផ្អើលបន្តិចតែប៉ុណ្ណោះអ្នកក្រេកបុរាណបានព្យាយាមគំរាមទៅកាន់ទួយផលរបស់យើងចំណែកឯប្រូលីយីមិនត្រឹមតែមិនខ្លាចនោះទេថែមទាំងចង់កាត់ក្បាលអ្នកក្រេកបុរាណនឹងថែមសារផឹកទៀតផងនិយាយលេងនោះទេពួកវាខឹងខ្លាំងមែនទែនក៏បានកោះហៅនៅកងទ័ពនេះរបស់វាដើម្បីចាត់ការជាមួយទួយផលរបស់យើងមានអីទៅឯងលីយីក៏បានកោះហៅកងទ័ពជាច្រើនមកដូចគ្នាធ្វើអ្នកក្រេកបុរាណកាំងខ្លាំងមែនទែនប៉ុន្តែក៏បាននិយាយទៅកាន់ទួយផលរបស់យើងអ្នកទាំងពីរដូចជាគ្មានចំនួនអីទេនេះដូច្នេះហើយមិនបាច់វៃគ្នាទេប៉ុន្តែនៅពេលនោះឈេងម៉ាំងក៏បានហាប់ទៅកាន់ទួយផលរបស់យើងថាមានអ្នកខៀវមួយទៀតកំពុងតែហោះហើរលើពួកគេដូចជាចង់វាបហាទៅកាន់ទួយផលរបស់យើងផងដែរអ្នកក្រេកបុរាណពកក្រហមនឹងក៏បាននិយាយថាកុំគិតណាគេចង់សម្រួលជាមួយនឹងលីយីឲ្យសោះចំណែកលីយីក៏មិនភ័យផងដែរជាមួយនឹងកងទ័ពរបស់គេចាត់ការនឹងសម្លាប់ទៅកាន់ពួកឯងទាំងអស់តែម្ដងមកប្រមាណសម្លាប់ប៉ុណ្ណឹងគ្នាយើងណាដែលរងចាំរឿងឈិនយ៉នខ្ញុំបានចាប់ផ្ដើមចេញនៅក្នុង Channel Full Explore វិញហើយជាមួយនឹងការសរុបភ័ក្រចាស់ឡើងវិញជិត8ម៉ោងជាងតែន័យថាអត់ដាច់ពីភ័ក្រណាមួយនោះទេគឺមានគ្រប់សពតែម្ដងគឺមានទាំងអស់បើគ្នាយើងចង់ឧបត្ថម្ភឬលើកទឹកចិត្តដល់ admin ក្នុងការសម្រាយរឿងអីគ្នាយើងគឺអាចលើកទឹកចិត្តតាមរយៈ QR ទាំងពីរនេះបាន